សេចក្តីជូនដំណឹងស្តីពីការងារស្ថាបនាផ្លូវដោយក្រាលគ្រោះកៅស៊ូ DBST ប្រវែង 1760 ម៉ែត្រ ទទឹង 7 ម៉ែត្រ និងស្ថាបនាស្ពានព្រៃសំរោងអំពីបេតុងសរសៃដែកប្រវែង 18 ម៉ែត្រ ទទឹង 10.9 ម៉ែត្រ នៅលើកំណត់ផ្លូវខេត្តលេខ 371 ស្ថិតក្នុងឃុំខ្សាច់អណ្ដែតស្រុកឆ្លូងខេត្តក្រចេះ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះមានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់សាធារណជនបងប្អូនប្រជាពលរដ្ឋអង្គភាពអគ្គិសនីខេត្តក្រុមហ៊ុនខ្សែកាបអុបទិកនិងអាជីវកម្មទឹកស្អាតនៅតាមដងផ្លូវខេត្តលេខ 371 ស្ថិតក្នុងឃុំខ្សាច់អណ្ដែតស្រុកឆ្លូងឲ្យបានជ្រាបថាមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះនឹងចាប់ផ្ដើមអនុវត្តការងារស្ថាបនាផ្លូវដោយក្រាលកៅស៊ូ DBST ប្រវែង 1760 ម៉ែត្រ ទទឹង 7 ម៉ែត្រ ចិញ្ចើមដីល្បាយថ្មទទឹង 1.5 ម៉ែត្រ សងខាងចាប់ពីគីឡូ 75 ដល់គីឡូ 77 ផ្លូវសងខាងក្បាលស្ពាន ប្រវែង 100 ម៉ែត្រ ទទឹង 10 ម៉ែត្រ គូសគំនូសចរាចរណ៍ទំហំ 1014 ម៉ែត្រការ៉េ ដាក់ផ្លាកសញ្ញាចរាចរណ៍ចំនួន 9 ផ្លាក និងការងារស្ថាបនាស្ពានព្រៃសំរោងអំពីបេតុងសរសៃដែក ប្រវែង 18 ម៉ែត្រ ទទឹង 10.9 ម៉ែត្រ ត្រង់គីឡូ 80 នៅលើកំណត់ផ្លូវខេត្តលេខ 371 ស្ថិតក្នុងឃុំខ្សាច់អណ្ដែតស្រុកឆ្លូង ដើម្បីលើកកម្រិតគុណភាពផ្លូវ និងសម្រួលដល់ការធ្វើចរាចរណ៍ ដូចនេះមន្ទីរស្នើសុំបងប្អូនប្រជាពលរដ្ឋដែលរស់នៅនិងប្រកបរបរលក់ដូរនៅតាមដងផ្លូវពាក់ព័ន្ធខាងលើមានការយោគយល់និងស្មារតីចូលរួមចំណែករុះរើសំណង់ផ្សេងៗដែលប៉ះពាល់ដល់ការដ្ឋានដូចជាសម្យាបផ្ទះ តូបលក់ដូរ ការដាក់តាំងសម្ភារៈ និងសំណង់ប៉ះពាល់គ្រប់ប្រភេទចំពោះអង្គភាពអគ្គិសនីក្រុមហ៊ុនខ្សែកាបអុបទិកអាជីវកម្មទឹកស្អាតសូមរុះរើបណ្ដាញចេញផុតពីការដ្ឋានពិសេសអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងឡាយសូមចូលរួមសហការដើម្បីឲ្យគម្រោងការងារនេះដំណើរការបានដោយរលូនទាន់ពេលវេលាកំណត់និងជៀសវាងមានបាតុភិបផ្សេងៗកើតឡើងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះសង្ឃឹមយ៉ាងមុតមាំថាសាធារណជនបងប្អូនប្រជាពលរដ្ឋដែលរស់នៅនិងលក់ដូរក្នុងទីតាំងខាងលើអង្គភាពអគ្គិសនីខេត្តក្រុមហ៊ុនខ្សែកាបអុបទិកនិងអាជីវកម្មទឹកស្អាតពិតជាអនុវត្តបានល្អនៅសេចក្តីជូនដំណឹងនេះដោយស្មារតីយោគយល់ខ្ពស់ថ្ងៃពុធ 9 កើតខែផល្គុនឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជ 2569 ក្រចេះថ្ងៃទី 25 ខែកុម្ភៈឆ្នាំ 2026 ប្រធានមន្ទីរហត្ថលេខានុត្រា សាំង ប៊ុនថេន